ឧត្តមស្នេហ៍ឯករដ្ឋស្រៀងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យក្នុងសង្កាត់ជើងឯកខណ្ឌដង្កោនារសៀលថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមស្នេហ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោនិងមានការចូលរួមពីលោកប៊ុនអារម្មណ៍អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោរួមនឹងក្រុមការងារបាននាំយកអំណោយឧបត្ថម្ភនិងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន19គ្រួសារមានចំនួន12ក្នុងផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋានកាលពីយប់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025នៅចំណុចផ្លូវលំស្ថិតក្នុងភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញក្នុងឱកាសនោះលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានចូលរួមសម្ដែងនៅការសោកស្ដាយចំពោះហេតុការណ៍អគ្គិភ័យដែលបានបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិមានចំនួន12ក្នុងផ្ទះព្រមទាំងបាននាំយកអំណោយចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ2ការុងមីជាតិ2កេសទឹកសុទ្ធ2កេសកន្ទេល1និងភួយ1រួមនឹងថវិកា20,000រៀលដោយឡែកគ្រួសារដែលមានអ្នកស្លាប់និងរងរបួសទទួលបានថវិកា1 លានរៀល